ខ្ញុំសូមជូនរូបភាពថែមទៀតពីទេសភាពនៅចុងនៅខាងតែយើងមើលទៅអាចថានៅពីខាងក្រោយកាស៊ីណូនៅខាងក្រោយព្រោះអ្វីដែលយើងចូលមកបាញ់នេះគឺខាងមុខទេសភាពអញ្ចឹងតែផ្ដិតយករូបភាពនៅក្នុងនោះទៀតកន្លែងនេះកន្លែងប្រកាន់ដៃឈរមើលទេសភាពទៅផ្នែកខាងក្រៅនេះមានយុវជនមកពីខេត្តរតនគិរីមកដែរមកថតរូបនេះឡាំប៉ែស្រីមាសនេះសួរស្រីមាសមិនដែរសុខសប្បាយទេសប្បាយលោកគ្រូសុខសប្បាយណាហើយមិនដែរមកលេងខេត្តអូខេត្តណាខេត្តទី2ខេត្តទីខេត្តខ្លួនឯងចឹងទេសភាពនេះស្រីមាសថាប្លែកជាងរតនគិរីនោះលុតណាងកែក៏នៅនេះដែរបងថតរូបវាសួរនេះសុភ័ក្រនៅនេះដែរសុភ័ក្រមកពីរតនគិរីណាកូនមកពីរតនគិរីថតចាស់ថតនេះជាយុវជនដែលស្រឡាញ់ដីធ្លីធនធានធម្មជាតិនេះបន្តវេនការពារធនធានធម្មជាតិបាទអាចកំពុងធ្វើវីដេអូដាក់ YouTube ទៀតតាមមើលអូខេធ្វើចុះទៅរៀនវគ្គ YouTube ហើយបាទនៅទីនេះមានសំណួរជាច្រើនគេសួរថាទីហ្នឹងកាស៊ីណូឲ្យធ្វើនៅទីខ្ពស់អញ្ចឹងសួរថាផ្នែកខាងក្រោមវាមើលទៅឡើងឆ្ងាយជ្រៅសន្លឹមតែម្ដងណាបើមកដល់កន្លែងនេះរត់តែច្បាស់ទៀតណាច្បាស់ណាដោយសារមានបង្កាន់ដៃយើងអាចមើលទៅក្រោមឃើញមានចំការមានដាំមានដូងមានអីណានេះគឺប្រហែលខ្ញុំគិតថាដោះដោយធម្មជាតិទេណារត់នៅនេះវាដោះដោយធម្មជាតិទេណាបាទគ្រូអានេះដូងព្រៃបាទដូងព្រៃបងប្អូនដែរឃើញដូងព្រៃនេះដូងព្រៃដូងណាដោះក្នុងព្រៃហ្នឹងណាបាទឃើញសំបីតែអ្នកមកពីតពាំងចូលមកពីអរ៉ាល់ហ្នឹងថត selfie មិនឈប់មិនឈរដែរខនស្រិតព្រៃមេតារបស់ខ្លួនដែលគួរឲ្យស្ញប់ស្ញែងឥឡូវក៏ខនស្រិតមកលងនឹងសម្រាប់ភ្នំបូកូដែរដែលមើលពីកាស៊ីណូចាស់ទៅក្រោមណាតប៉នក៏លងនឹងសម្រាប់ដែរតប៉នថតយកក៏លងនឹងសម្រាប់ដែរតប៉នតវឿនក៏ចឹងដែរលងដែរពងទៀងផ្អៀងផ្អងសម្បើបាទណាចឹងមិនថាក្មេងៗទេចាស់ដូចតប៉នអីនេះគឺលងនឹងសម្រាប់ភ្នំបូកូដែរកន្លែងកាស៊ីណូចាស់ហ្នឹងបាទបាទគាត់ថាដែរមកទេមកចាស់ជាងខ្ញុំហ្នឹងគាត់ថាគាត់មិនដែរមកទៀតណាអូខេអញ្ចឹងបាទសុភាទៅផ្ទះដែរមកនេះទេសុភាអញ្ចឹងហ៎ទី1ឥឡូវថ្ងៃនេះមានផ្ទៃពោះទៀតអញ្ចឹងទៅពេលកូនស្រីសម្រាលមកប្រាប់កូនថាម៉ាក់បានទៅនាំកូនតាំងពីនៅក្នុងផ្ទៃទៅលេងភ្នំបូកូកុំភ្លេចថតរូបទុកផងអញ្ចឹងទេចាំមើល YouTube លោកគ្រូមើល YouTube កូនរត់មួយថ្ងៃនេះធ្វើខ្លួនប្លែកដល់តាំងមាន YouTube channel មកណាម្នាក់តាំងមាន channel YouTube មកដូចធ្វើខ្លួនប្លែកហ្មងសូម្បីតែតប៉នហ្នឹងក៏ថតផ្អៀងអានេះថតមិនដាក់កាមេរ៉ាចុះដែរតវឿនពងផ្ញើរូបថតទៅប្រពន្ធទៅសុំវត្តទៅផ្ញើទៅចុះវត្តមានណាម៉ែវាណាឲ្យវាបានមកលេងលេងកាស៊ីណូចាស់នៅនេះបាទឃើញទេថតមានឈប់ទេបាទឥឡូវផ្អាកបន្តិចប៉ុណ្ណឹងសិនចាំមើលមួយឈុតទៀត